ភាសាអង់គ្លេសជាភាសាមួយដែលមានសារៈសំខាន់ខ្លាំងហើយហេតុអ្វីបានជាចាំបាច់ត្រូវរៀនភាសាអង់គ្លេសលោកគ្រូលើករឿងមួយក្នុងវិស័យបច្ចេកវិទ្យាវិស័យ technology រហូតមកដល់បច្ចុប្បន្ននេះគឺយើងដល់ចំនួនទី3ហើយតាំងពី web 1 web 2 web 3ហើយ web 3ហ្នឹងគឺដែលក៏ក្រើកខ្លាំងហ្នឹងគឺ AI គឺ AI វាមានការវិវត្តខ្លាំងក្លាមែនទែនពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងពេលដែលយើងកាន់ទូរស័ព្ទយើងនឹងឃើញភាសាអង់គ្លេសហ្នឹងគឺវាចាំបាច់វាសំខាន់គ្រប់ណាគ្រប់បណ្ដាញអ៊ីនធឺណិតគ្រប់ social media សុទ្ធតែត្រូវការភាសាអង់គ្លេសជាចាំបាច់អញ្ចឹងគ្រាន់តែវិស័យ technology មួយវិស័យបច្ចេកវិទ្យាមួយបើយើងអត់ចេះភាសាអង់គ្លេសយើងមិនតាមគេទាន់ទេណាឧទាហរណ៍ដូចជាយើងប្រើ social media Facebook មួយនៅពេលដែលក្រុមហ៊ុន Facebook update យើងអត់ដឹងពេលដែលគេផ្ញើសារមកជាអង់គ្លេសយើងអត់ដឹងណាអញ្ចឹងអានេះវាជាបញ្ហាអញ្ចឹងมันចាំបាច់ត្រូវតែរៀនភាសាអង់គ្លេសឲ្យចេះណាកុំចំណាយពេលវេលាទៅធ្វើរឿងណាដែលអត់មានប្រយោជន៍នឹងច្រើនពេកនេះសម្រាប់ក្មួយឬក៏បងប្អូនដែលជាយុវជនណាត្រូវតែរកឱកាសរៀនឲ្យបានខ្លាំងទាក់ទងទៅនឹងភាសាអង់គ្លេសនេះព្រោះជាភាសាមួយដែលចាំបាច់លោកគ្រូនិយាយទៀតថាភាសាមួយដែលចាំបាច់ណានៅពេលដែលយើងរៀនជំនាញអីមួយពេលខ្លះយើងចេះភាសាអង់គ្លេសយើងទៅរៀនជំនាញហ្នឹងល្មមប៉ុន្តែយើងទៅស្រាវជ្រាវដោយសារយើងចេះភាសាអង់គ្លេសយើងស្រាវជ្រាវមកយើងឆាប់រកឃើញកលឹះក្នុងការបង្កើនជំនាញអ្វីមួយតាមដែលយើងចង់បាននៅលើបណ្ដាញអ៊ីនធឺណិតលោកគ្រូសូមចែករំលែកប៉ុណ្ណឹងអរគុណ